ជាព្រមទាំងបងពីចាស់សាបៀកម្ពុជាប្រចាំខេត្តបាត់ដំបងក៏បានចុះមកផ្ទះអូនស្រីធឿនសុផលបងនៅក្នុងភូមិព្រៃស្នោបងណាព្រៃស្នោភូមិព្រៃខ្ពកខេត្តបាត់ដំបងថ្ងៃនេះគឺយើងបានយកនៅថវិកាបានអំពីសប្បុរសជនយកមកជូនបងដូចជាបងដែលជាម្ចាស់ទានមកពីភ្នំពេញផងដែរបងតាំងពីកើតហ្មងឯងអូនចាក់ថ្នាំមកចាក់ថ្នាំ9ខែញ៉ាំថ្ងៃនេះអាយថ្មីមកទៅខាងបាយចាក់ចុះឲ្យប៉ាបាយណាខ្លាចតែកាត់ចុះមកដល់កាត់ចុះអីហ៎មិនចាចាក់ដល់មុនមកឯងមិនបែបសក់អីហ្នឹងទៅហ៎មកកាត់ចុះស្អាតសាច់ខាត់ចកមកវាជ្រួញក្នុងហើយមើលខាងទៅខ្លាំងណាអើអ្នកទៅវិញមួយបានមានអីទៅសេទាំងមាននេះអត់មានកដាស់របត់មកទៅទៅសេអញ្ចឹងអញ្ចឹងហ្នឹងណហើយែនេះគឺបងឈោជិបនេះបងអញ្ចឹងឈោជិបនេះបងប៉ុណ្ណឹងដើម្បីគេថតជាថតហ្នឹងក៏នេះគឺខាងក្រុមហ៊ុនសាបៀកម្ពុជាបងប្រុសជាតំណាងចាស់ក្រុមហ៊ុនបានជើញនាំយកនៅបច្ច័យចំនួន$500ជូនដល់បងអូនស្រីអូនស្រីធឿនបងធឿនសុផលនៅក្នុងខេត្តបាត់ដំបងដែលបងអូនមានការឈឺណាបងវណ្ណាអាប់lại thế tục lối hộp ជាបាលជំងឺជាបាលជំងឺនៅអត់មានឲ្យញោមនឹងឲ្យញោមកាត់កាន់ហ្នឹងបងនេះគឺម្ចាស់ទានមួយចិត្តគឺអាហារដ្ឋានពលីត្បូងខេត្តបាត់ដំបងក៏បានចូលរួមឧបត្ថម្ភដល់បងអូនស្រីផងដែរចំនួន$10,000រៀលសម្រាប់ចូលរួមបច្ច័យផងបានលេខមួយដល់កូននេះហើយនឹងបងអូនស្រីស៊ីណាផងដែរកាត់ហត់ញោមស្រីហ្នឹងកាត់ទីទឹកដែរបងមានសក់កែវទីទឹកកាត់ទីទឹកសក់កែវយកមានអីទៀតបងមើលមើលមានកាវមានសល់អាវមានអីដែរបាទអាវកនេះយកមកយកអាវ3 4នោះហើយយកកែវទៅបងthôiគាត់ប្រើទេចាំថ្ងៃអូនេះបងមកនេះអត់កម្រមានទេកម្រមានអាហ្នឹងតើលើខាងនេះមកខាងក្រុមហ៊ុនទៅអត់មានអីនេះកាញ់ផ្កាកាញ់អត់បានមានបាក់ដើមឆ្ងាយហើយអបធ្វើអីថ្ងៃអបអត់បានធ្វើអីធ្វើចការធ្វើអីហ៎យ៉ាងណាតែមានដីចការធ្វើទេអត់មែនផងហើយដីមានប៉ុណ្ណឹងទៅនេះដីពុកហើយផ្ទះនេះក៏ផ្ទះរបស់ណែពុកដែលម៉ែខ្ញុំខូចទៅខ្ញុំមកនៅក្រោមផ្ទះនេះខ្ញុំអត់មានដីមានផ្ទះអីទេនៅទៅហើយកាត់បានគាត់អត់ប្រពន្ធទៀតទៅគាត់ទៅនៅខាងប្រពន្ធគឺសម្ភារៈមួយចំនួនទៀតតែបងបានជើញយកមកឲ្យបានជូនបងមានអាវមានភួយហើយមានកែវផងដែរមួយចំនួនរបស់ប្រើប្រាស់ជូនបងស្រីធឿនសុផលប៉ុណ្ណេះតែមានរោគស្បែកស្វិតជើងព្រមទាំងញោមស្រីហើយដែលគាត់មានរោគទីទឹកផងដែរព្រោះថ្ងៃនេះក៏សូមតែអរគុណម្ចាស់ក្រុមហ៊ុនស្លាពីកម្ពុជាផងដែរហើយជម្រាបដែលបានចូលរួមឧបត្ថម្ភដល់រូបអូនចំនួន$500ក្នុងការថែរក្សាជំងឺបងប្អូនសូមអរចាស់ទានបានសេចក្តីសុខសេចក្តីចម្រើនរកទទួលទានមានបានកក់កបតែសុខស្ដីគ្រប់ពេលវេលាក្នុងឱកាសឆ្នាំថ្មីវិឆានសកល2016នេះបងសូមអនុមោទនាណាហើយអត់មានការទេណាក្រាន់តែជុំណោមក៏អត់ដឹងបាយក៏មិនដឹងតែពីយំក្លែនយំអាយុប៉ុន្មានហើយឥឡូវ17ឆ្នាំទីខោ
អីណាបងណាឲ្យបង ថ្ងៃនេះដែរអត់ទេថ្ងៃឡើងទឹកក្រោចបង្អែមមីចឹងទៅបាយរូនណាព្រោះគ្នាក្លែនហើយគ្នាអត់ចេះនិយាយចេះតែយំ លឹកណាជីវិតសត្វលោក ចាំតែ